អ្នកជាកូនប្រុសត្រូវតែក្លាហាននុកសាក់ប៉ុន្មានគឺជារឿងធម្មតាដាំទ្រូង5ហាត់ដោះស្រាយបញ្ហាគ្រប់ពេលគ្រួសារសង្គមជួបទុក្ខអ្នកជាកូនប្រុសកុំអស់សង្ឃឹមត្រូវតែញញឹមហ៊ានប្រឈមមុខសម្រាប់បំណងរបស់ម៉ែពុកអំពើបាយមុខជាចេញឲ្យឆ្ងាយស្ថិតលើទង្វើចេះថាចេះធ្វើវិជ្ជកិច្ចមុនទទួលខុសត្រូវស្គាល់ទោសស្គាល់គុណរកពីទុនភ្លុនគោរពសិទ្ធិស្ត្រីធ្វើជាគំរូនៅក្នុងសង្គមសុខភាពរឹងមាំប្រាជ្ញាឈ្លាសវៃចេះជួយណែនាំដល់អ្នកដទៃមនុស្សសម័យថ្មីរស់ដើម្បីអភិវឌ្ឍតមកជួបជុំបញ្ចេញថ្មីដីយកជោគជ័យឲ្យក្រុមគ្រួសារពេលវេលាមកដល់ហើយណាតាំងចិត្តជាអ្នកកីឡាបដិញ្ញាក្នុងនាមកូនប្រុសអ្នកជាកូនប្រុសត្រូវតែក្លាហាននុកសាក់ប៉ុន្មានគឺជារឿងធម្មតាដាំទ្រូង5ហាត់ដោះស្រាយបញ្ហាគ្រប់ពេលគ្រួសារសង្គមជួបទុក្ខអ្នកជាកូនប្រុសកុំអស់សង្ឃឹមត្រូវតែញញឹមហ៊ានប្រឈមមុខសម្រាប់បំណងរបស់ម៉ែពុកអំពើបាយមុខជាចេញឲ្យឆ្ងាយត្រូវតែស្មោះត្រង់ត្រូវចេះលះបង់ដើម្បីអ្នកដទៃអ្នកជាបងប្រុសអ្នកគឺជាប្តីជាសទ្រូងនៅក្នុងគ្រួសារស្គាល់ខ្លួនឯងថាជាអ្នកណាជាជាតិខេមរាស្នេហាសន្តិភាពទូអ្នកពិការទូពុះឬទៀបបើមានសមត្ថភាពគឺជាបរិបទតមកជួបជុំបញ្ចេញថ្មីដីយកជោគជ័យឲ្យក្រុមគ្រួសារពេលវេលាមកដល់ហើយណាតាំងចិត្តជាអ្នកកីឡាបដិញ្ញាក្នុងនាមកូនប្រុសតមកជួបជុំបញ្ចេញថ្មីដីយកជោគជ័យឲ្យក្រុមគ្រួសារពេលវេលាមកដល់ហើយណាតាំងចិត្តជាអ្នកកីឡាបដិញ្ញាក្នុង